នេះបងប្អូនជាធំដែរខ្ញុំចាំបកងអូស្ត្រាលីហើយនេះជាសបុកនៅក្នុងហ្នឹងជាង100កូនហ្នឹងហើយបងប្អូនឆ្ងល់ថាបកងអូស្ត្រាលីធំលឿនអត់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចាំអត់ដាក់អុកស៊ីហ្សែននេះទេធំលឿនដោយសារតែវាត្រូវនឹងស្ថានភាពទឹកស្អាតអត់ធំហើយយើងពេលដែលយើងដូរទឹកគឺយើងត្រូវតាដាក់ទឹកថ្មីយើងបាញ់អំបិលចូលដោយទឹកទំហំប៉ុណ្ណេះខ្ញុំបាញ់1គីឡូកន្លះទៅ1គីឡូអំបិលគ្រោះហើយដល់ពេលបាចហើយនេះជាលទ្ធផលនេះគឺបាចហើយទឹកល្អគឺវាសកនេះសកបងប្អូនកងអូស្ត្រាលីសកនិយាយទៅឲ្យតែសកបែបនេះគឺគាត់ឆាប់ធំបកកគឺឆាប់ធំហើយលូតលាស់បានល្អជារួមទៅគឺសករាល់ថ្ងៃនៅពេលដែលទឹកយើងល្អយើងធ្វើទឹកត្រូវហ្នឹងហើយបងប្អូនហើយបងប្អូនឆ្ងល់ថាបកកអូស្ត្រាលីចាំរបៀបម៉េចបានឃើញគេដាក់អុកស៊ីហ្សែនផងអ្នកខ្លះគេដាក់អុកស៊ីហ្សែនអ្នកខ្លះក៏ដាក់អុកស៊ីហ្សែនអ្នកខ្លះក៏ចាំបរាជ័យហើយអ្នកខ្លះទៀតក៏ចាំចូលកៃប៉ុន្តែសម្រាប់ខ្ញុំបាត់ដឹងណាខ្ញុំទៅសាកល្បងថ្មីដែរទេនេះជាចង់បង្ហាញបងប្អូនថានេះជាកន្លែងចាំរបស់ខ្ញុំហើយចាំមើលតែការទទួលបានផលប៉ុណ្ណាប៉ុន្តែសម្រាប់ខ្ញុំឃើញថាវាធំលឿនហើយការចាំរបស់យើងចេះគឺទី1ស្ថានភាពទឹកគឺស្អាតហើយការឲ្យចំណីគឺស្រួលបំផុតបងប្អូនពាក់ព័ន្ធនឹងចំណីព្រោះយើងមានខ្យងខ្សែយើងហ្នឹងយើងរើសមកកាន់តែច្រើនកាន់តែល្អហើយយកមកដាក់ដោយឡែកទៅហើយមួយថ្ងៃយើងវាយឲ្យវាដាក់ចូលក្នុងបកស្បកចេញយកទៅសាច់ដាក់ចូលក្នុង4ទៅ5គ្រាប់ហើយយើងដាក់ចំណីថែមបន្តិចទៀតទៅឬក៏ផ្លែមើមនេះក៏បានដែរមើមការ៉ុតដូចជាសាច់ដូងដូចជាដលងស្ងោរហើយជាចាំផ្សេងទៀតវាអត់ត្រូវទេដូចសាច់អាំងសាច់អីដែលយើងនៅសល់អីយើងអាចយកមកចាក់ឲ្យវាស៊ីបានហើយវាស៊ីរើសទេពូនេះហើយការ៉ុតនេះគឺតែវាស៊ីអត់អស់ហើយស៊ីតិចទេឧទាហរណ៍ថាបកង100ស៊ីតែប៉ុណ្នេះអីទេគឺថាសាច់អីហ្នឹងស៊ីតែយ៉ាងច្រើនអត់តែ2ដុំទេប៉ុន្តែយើងដាក់មានខ្យងអីដាក់3 4ទៅដើម្បីកុំឲ្យវាខំគ្នាអញ្ចឹងណាទូទៅតាណាធំមិនក្នុងកាងចំណីអញ្ចឹងយើងជៀសវាងការកាងចំណីយើងដាក់ឲ្យច្រើនទៅកាន់តែច្រើនកាន់ណាកាន់តែល្អកាន់នោះប៉ុន្តែបងប្អូនសូមបញ្ជាក់ដាក់ហើយត្រូវតែយកចេញផងបើអត់យកចេញទេគឺអាចស្អុយទឹកនេះខ្ញុំនឹងយកចេញព្រោះដាក់យកមិញអញ្ចឹងវាហើបអស់ហើយដាក់ការ៉ុតថ្មីគឺវាលិចការ៉ុតត្រាំទឹកបើយកគឺវាអណ្ដែតដល់ទុកយូរគឺវាស្អុយទឹកហើយអរគុណហ្នឹងហើយបងប្អូនចាំតាមដានទស្សនាបន្តខ្ញុំទៅធ្វើវីដេអូបន្តពាក់ព័ន្ធនឹងការចិញ្ចឹមបកកអូស្ត្រាលីខ្ញុំបើកឲ្យបងប្អូនមើលមួយថាបកកអូស្ត្រាលីស្រួលចិញ្ចឹមកម្រិតណាទៅបាត់ហើយលឿនណាអរគុណបងប្អូនចាំពេលខ្ញុំដាក់ចំណីឬក៏ពេលយប់ខ្ញុំមកធ្វើវីដេអូមួយទៀតពាក់ព័ន្ធទៅនឹងការចាញ់រ៉ូស៊ីផលបកកហ្នឹងសូមបញ្ជាក់បងប្អូនថាបកកអូស្ត្រាលីនេះគឺពេលថ្ងៃអត់ចាញ់ទេគឺចាញ់រ៉ូស៊ីតែពេលយប់អញ្ចឹងស្រួលណាស់មួយថ្ងៃយើងដាក់តែចំណីបានតែម្ដងទេម្ដងហ្នឹងគឺសម្រាប់តែបកកឲ្យបកកស៊ីចា៎បងប្អូនអរគុណ